រឿងរុក្ខទេវតាអ្នកមានទ្រព្យមានយស័ក្តិគួររក្សាអ្នកក្រឥតយស័ក្តិក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីកាលនោះមានព្រះពោធិសត្វទ្រង់សោយព្រះជាតិជារុក្ខទេវតាគង់នៅនាដើមឈើមួយក្បែរព្រៃធំមានរុក្ខទេវតាមួយអង្គទៀតអាស្រ័យនៅដើមឈើធំបំផុតក្នុងព្រៃជិតលំនៅរបស់ព្រះពោធិសត្វក្នុងព្រៃនោះមានរាជសីនិងខ្លាធំអាស្រ័យនៅផងដោយហេតុតែមានរាជសីនិងខ្លាអាស្រ័យនៅមនុស្សទាំងឡាយមិនហ៊ានទៅធ្វើស្រែចម្ការក្នុងទីជិតព្រៃនោះទេមិនហ៊ានកាប់ដើមឈើនៅក្នុងព្រៃនោះឡើយព្រោះខ្លាចសត្វទាំងពីរបៀតបៀនសីហៈនិងខ្លាតែងចាប់មរឹកផ្សេងស៊ីជាអាហារចោលសាច់និងឆ្អឹងគោពីសពេញព្រៃនោះសាច់និងឆ្អឹងសំណល់ទាំងឡាយនោះគោរលួយរលិចមានក្លិនឆ្អេះឆ្អាបស្អុយផ្សាយទៅក្នុងព្រៃទាំងមូលឯរុក្ខទេវតាដែលនៅដើមឈើធំជាអ្នកល្ងងខ្លៅមិនយល់ផលជ្រៅឆ្ងាយបាននិយាយនឹងព្រះពោធិសត្វថាណែសម្លាញ់ព្រៃនេះមានក្លិនស្អុយអាសោចពេកណាស់ព្រោះតែសត្វសីហៈនិងខ្លាដែលជាសត្វចង្រៃយើងត្រូវដេញវាឲ្យរត់ចេញទៅកុំឲ្យនៅតទៅទៀតព្រះពោធិសត្វនិយាយខាត់ថាណែសម្លាញ់អ្នកមិនដឹងទេឬវិមានរបស់យើងដែលតាំងនៅបានព្រោះអាស្រ័យសត្វទាំងពីរនោះឯងបើយើងដេញវាទៅមនុស្សទាំងឡាយការមិនឃើញដើមជើងសីហៈនិងខ្លាធំហើយក៏នាំគ្នាមកកាប់ដើមឈើព្រៃឈើជីកគោះឲ្យស្រឡះយកទីព្រៃទាំងមូលនេះធ្វើជាស្រែចម្ការវិមានរបស់យើងមកជាវិនិច្ឆ័យមិនខានព្រោះហេតុនោះអ្នកកុំចូលចិត្តដេញសត្វទាំងពីរនោះឡើយទេវតាឆោល្ងងនោះទោះបីព្រះពោធិសត្វនិយាយប្រាប់យ៉ាងណាក៏មិនធ្វើតាមឡើយថ្ងៃមួយបាននិមិត្តខ្លួនធំសម្បើមអស្ចារ្យលងបន្លាចក្រហមគំរាមដេញរាជសីនិងខ្លាធំឲ្យរត់បាត់ទៅមនុស្សទាំងឡាយការមិនឃើញដានជើងរបស់សត្វទាំងពីរនោះហើយក៏សម្គាល់ថារាជសីនិងខ្លាមិននៅក្នុងព្រៃនោះទេទើបនាំគ្នាកាប់គាស់ដើមឈើនៅក្នុងព្រៃនោះអស់ជាច្រើនរុក្ខទេវតានោះលុះឃើញដូច្នេះក៏ចូលទៅរកព្រះពោធិសត្វហើយនិយាយថាសម្លាញ់ខ្ញុំមិនបានធ្វើតាមពាក្យរបស់អ្នកខ្ញុំដេញសត្វទាំងពីរនោះឲ្យរត់អស់ទៅឥឡូវពួកមនុស្សដឹងថាសត្វទាំងពីរនោះមិននៅទើបនាំគ្នាចូលមកគាស់កាយកាប់តាមឈើអស់ជាច្រើនបើយ៉ាងនេះតើយើងគិតដូចម្ដេចទើបស្រួលព្រះពោធិសត្វបានពន្យល់ដឹកនាំប្រាប់ឧបាយថាឥឡូវសត្វទាំងពីរនោះទៅនៅក្នុងព្រៃឯណោះអ្នកត្រូវទៅបបួលវាឲ្យត្រឡប់មកវិញរុក្ខទេវតាឆោល្ងងក៏ចូលទៅក្នុងព្រៃនោះតាមពាក្យរបស់ព្រះពោធិសត្វអង្គុយផ្គងអញ្ជលីខាងមុខសត្វទាំងពីរហើយអង្វរឲ្យត្រឡប់ទៅនៅព្រៃដដែលវិញសត្វទាំងពីរនោះទោះបីទេវតាអង្វរយ៉ាងណាក៏បដិសេធយ៉ាងដាច់ខាតថាអ្នកចូលទៅចោះយើងមិនទៅទេរុក្ខទេវតាទល់គំនិតក៏ត្រឡប់ទៅលំនៅរបស់ខ្លួនវិញមនុស្សទាំងឡាយបាននាំគ្នាជីកគាស់កាប់រលែងដើមឈើរហូតអស់ព្រៃធំនោះទៅឯទេវតាឆោល្ងងក៏ខានបាននៅក្នុងទីនោះតទៅទៀត